គេថាអាមួយនោះគេហៅថាអសេកសារកាណាគេថាគេកើតតាំងពីក្មេងមកដល់បច្ចុប្បន្ននេះមិនដែលឮដូនតាណាមន្ត្រីរាជការជំនាន់មុនថាកោះគុតជារបស់ខ្មែរផងណាសម្ដីថោកទាបបាត់ផ្សារខ្ញុំបានសិក្សារៀនសូត្រដែរក៏មានសរសេរនៅក្នុងសៀវភៅដែរពីមុនមកប៉ុន្តែបច្ចុប្បន្ននេះគេលុបបំបត្តិអស់ហើយណាឥឡូវដល់យើងតវ៉ាទាមទារបាតកម្មនៅអាមេរិកកាណាដាអូស្ត្រាលីនៅជប៉ុននៅកូរ៉េច្រើនទៅគេថាកំពុងចរចាដោះស្រាយមិនក៏គាត់រាល់ថ្ងៃគេបោះទីតាំងមន្ទីរពេទ្យសាលាស្រុកណាអត់មានខ្មែរផ្ទះខ្មែរសំបីម្នាក់មានតែកម្មករខ្មែរ3 4 5នាក់ធ្វើការលើហ្នឹងណាកំពុងសាងសង់ផ្ទះតំបន់ទេសចរហ្នឹងហើយចរចាស្អីគេថ្មីនេះទៀតថៃគេធ្វើសម្ពយុទ្ធនៅលើកោះហ្នឹងនៅក្បែរកោះហ្នឹងទៀតគេឌឺយើងទៀតណាឥឡូវហ្នឹងកោះគុតដោះស្រាយមិនទាន់ចេញទៅប៉ះពាល់ទៅដល់ផ្សារតាមន់សត្វតាកបីផ្សារតាមន់តូចតាមន់ធំពីមុនមកតែធ្លាប់